ស្ត្រីម្នាក់ដែលមិនទាន់រៀបការនៅឡើយនាងមានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ដែលរីករាយនឹងភ្លឺស្វាងនាងត្រូវបានមនុស្សគ្រប់គ្នានៅក្នុងទីក្រុងស្រឡាញ់បន្ទាប់ពីចេញពីសាលារៀនកូនស្រីតែងតែទៅទទួលនាងពីកន្លែងធ្វើការដោយឃើញមុខមាត់ដ៏គួរឲ្យស្រឡាញ់របស់ក្មេងស្រីនោះមនុស្សនឹងនិយាយថា Nekiko ពិតជាមានពូណាស់ Nekiko តែងតែញឹមហើយឆ្លើយថាកូនស្រីរបស់ខ្ញុំគួរឲ្យស្រឡាញ់ដូចខ្ញុំដែរ Koko ធ្លាប់តែធ្វើតាមទម្លាប់របស់ម្ដាយនាងយូរមកហើយប៉ុន្តែពេលវេលាកន្លងផុតទៅ Koko ចាប់ផ្ដើមកត់សម្គាល់ឃើញថានាងមិនមើលទៅដូចម្ដាយរបស់នាងតតែសោះពីរូបរាងរហូតដល់ទម្លាប់ពួកគេមិនដូចគ្នាតតែសោះ Nekiko ស្រមុកក្នុងដំណេកស្ទើរតែញ៉ាំអាហារអស់ពួកគេគ្មានភាពស្រដៀងគ្នាសូម្បីតែមួយម៉ាត់ទេទោះបីជា Keiko នៅតែស្រឡាញ់ម្ដាយរបស់នាងយ៉ាងខ្លាំងក៏ដោយហើយ Nekiko ដែលហត់នឿយពីការងារតែងតែបោកសម្លៀកបំពាក់របស់ Keiko មុនពេលចូលគេងថ្មីនេះទោះបីជា Keiko មិនអាចទុកចិត្តមិនឲ្យឆ្ងល់អំពីការហៅទូរស័ព្ទអាចកំបាំងរបស់ម្ដាយនាងជារៀងរាល់យប់ក៏ដោយនៅល្ងាចមួយក្រោយអាហារពេលល្ងាចម្ចាស់ហាងបានបង្រាំហូបសាច់គោដែល Keiko ចូលចិត្តនាងញ៉ាំវាអស់ភ្លាមប៉ុន្តែនៅយប់ជ្រៅស្រាប់តែឈឺពោះយ៉ាងឡើងដោយមិនចង់រំខានម្ចាស់ហាងនាងបានស៊ូទ្រាំនៅស្ងៀមរហូតដល់សន្លប់គិតថានាងបានជាសះស្បើយឡើងវិញនៅទីបំផុតឧបត្តិហេតុនេះបានបង្ហាញការពិតដល់ Keiko អំពីប្រភពដើមរបស់នាងជាច្រើនឆ្នាំមុន Nikuko មានមិត្តភក្តិម្នាក់ជាបងស្រីជិតស្និទ្ធនៅពេលដែលមិត្តភក្តិនោះមានផ្ទៃពោះដោយមិននឹកស្មានដល់ Nikuko បានយកអ្វីគ្រប់យ៉ាងមកដាក់លើខ្លួនឯងនាងធ្វើការទាំងយប់ទាំងថ្ងៃសន្សំប្រាក់ដើម្បីឲ្យស្ត្រីនោះអាចសម្រាលកូនបានប៉ុន្តែភ្លាមបន្ទាប់ពីកូននោះកើតមកស្ត្រីនោះបានបាត់ខ្លួនដោយគ្មានដានដូច្នេះ Nikuko បានក្លាយជាម្ដាយរបស់កូនអាកប្បកិរិយាចម្លែករបស់ Nikuko ថ្មីនេះគឺដោយសារតែម្ដាយបង្កើតរបស់ Kiko បានត្រឡប់មកវិញទោះបីជាត្រូវបានក្បត់ក៏ដោយ Nikuko នៅតែការពារនាងថែមទាំងជ្រើសរើសចាក់ចេញពីកូនស្រីដែលនាងបានចិញ្ចឹមអស់រយៈពេលជាង1សវត្សរ៍ដើម្បីជាប្រយោជន៍ដល់ស្ត្រីម្នាក់ទៀតនៅក្នុងក្រសែភ្នែករបស់ Kiko Nikuko ប្រហែលជាល្ងងបែបនោះប៉ុន្តែនាងនៅតែជាម្ដាយដែលនាងស្រឡាញ់បំផុតកាល Kiko នៅតូចទើបតែរៀននិយាយនាងតែងតែនិយាយជាមួយ Nikuko ជារៀងរាល់ថ្ងៃពាក្យដែលនាងនិយាយញឹកញាប់បំផុតគឺម៉ាក់ខ្ញុំស្រឡាញ់អ្នកបំផុត